ឲ្យតែបងប្អូនគាំទ្រជួយ share និងចែកម្លែកឲ្យបានច្រើនខ្ញុំនឹងមានកម្លាំងចិត្តក្នុងការដើរថតបន្តបងប្អូនបាននេះជាការប្រែបាទប្រែដីប្រែតំបន់ខ្ញុំលើកជួរលើកទី2បាទហើយនេះឆ្វេងកដាលបាទឆ្វេងកដាលព្យួរពូនកដាលបាទអានេះហៅតាមតំបន់ខ្ញុំទេបាទតំបន់ខ្ញុំឃុំតាពាំងសាបអញ្ចឹងហៅឆ្វេងកដាលហើយតំបន់បងប្អូនផ្សេងនឹងហៅខុសពីខ្ញុំបាទហៅខុសគ្នាដោយតំបន់ណាតែបើខ្ញុំនិយាយអញ្ចឹងបងប្អូនខមមិននេះមកបងប្អូនបាទប្រាប់ព្រួយខ្ញុំហៅតាមតំបន់ខ្ញុំដែរតែបើបងប្អូនតំបន់ផ្សេងហៅមិនអីមិនបងប្អូនខមមិនណាបាទតែតំបន់ខ្ញុំហៅឆ្វេងកដាលបាទហើយគោរបស់គាត់នេះគោកូនកាត់អញ្ចឹងគោកូនកាត់ហ្នឹងហើយខ្លឹកជាវែងហ្នឹងហៅគោឡាយបាទអាហ្នឹងខ្ញុំអត់ដឹងច្បាស់ដែរប៉ុន្តែខ្ញុំហៅតាមគ្រូគោគាត់ហៅគោឡាយអាគោស្នែងអាគោខ្លឹកជាវែងហ្នឹងហើយបើគោខ្មែរយើងខ្លឹកជាខ្លីបាទហើយគោរៀងតាប់បាទហើយអាធំហៅគោកូនកាត់ហើយនាងគាត់នេះតបលាយឲ្យវែងបាទអត់ប៉ះជើងដោយសារគោគាត់វែងហ្នឹងគាត់បោះស្នៀតទៀតបាទតែបោះស្នៀតខុសអញ្ចឹងទោះបីបើមិនក៏ដល់ជើងគោដែរប៉ុន្តែគាត់បោះស្នៀតដើម្បីគាត់បលាយឲ្យវែងបាទពេលបលាយវែងទៅពេលដែលព្យួរទៅអត់ប៉ះជើងបាទឯការរំលែងរំខាននេះដោយសារនៅក្បែរខ្ញុំហ្នឹងមានទីនសង្គ្រោះបាទលោកអាចារ្យបាទលោកអាចារ្យរ៉េតបាទលោកអាចារ្យរ៉េតដល់ល្បីល្បាញនៅភូមិខ្ញុំបាទគាត់ឲ្យពើបាទអញ្ចឹងធ្វើឲ្យរំលែងរំខានតិចបាទនេះជាការព្យួរបាទព្យួរនឹងគាត់នេះគឺមុតល្អបងប្អូនបាទមុតផ្លាក់ក្របស្អាតបាទហើយដីនេះលបាយខ្សាច់បាទដីលបាយខ្សាច់អញ្ចឹងគោអស់សូវតឹងឯងសូវតឹងដូចដីការ៉េទេបាទដីស្អិតណាដីលបាយខ្សាច់គឺពុលអញ្ចឹងគោអស់ទៅដើមមិនដឹងអត់តឹងទេបាទហើយការអត្ថាធិប្បាយរបស់ខ្ញុំមានពេលខ្លះជន់គ្នាខ្លះបងប្អូនបាទហើយការនិយាយអត់មានព្រៀងទុកអីទេបាទនិយាយទៅព្រុលបើមានចំណុចណាមួយខុសសូមបងប្អូនអភ័យទោសផងបាទការអត្ថាធិប្បាយរបស់ខ្ញុំនេះហើយតំបន់ខុសគ្នាបងប្អូនបានហាវបាទអញ្ចឹងពេលខ្ញុំនិយាយថាឆ្វេងកដាលទៅបងប្អូនហ្នឹងមិនមែនឆ្វេងកដាលទេអាហ្នឹងហៅផ្សេងអញ្ចឹងប៉ុន្តែខណៈខ្ញុំហៅតាមតំបន់ខ្ញុំទេបាទហៅដោយតំបន់តាមតំបន់ខ្ញុំឯបាទនិយាយបើជាប់មាត់បងប្អូនបាទហើយនិយាយទៅអត់ច្បាស់ដោយសារថ្មិញបាទដោយសារអស់ថ្មិញឆ្កៀម2អញ្ចឹងនិយាយទៅចេញខ្យល់អញ្ចឹងអត់សូវច្បាស់បាទខ្ញុំនិយាយទៅអត់មានព្រៀងទុកអីព្រុលទៅបាទហើយមើលបងប្អូនមើលឃើញបែកផ្សែងនោះអាប់ឯបាទចុះអាប់ពេលព្រលឹមឡើងអញ្ចឹងចុះអាប់អញ្ចឹងថតអត់សូវច្បាស់ធម្មតាគោនាងកលបងប្អូនយើងឡើងទៅយប់កាលណាឡើងអត់ទៅយប់ទេក្រហើយអញ្ចឹងធ្វើឲ្យគោក្តៅបាទអញ្ចឹងការថតហ្នឹងមើលទៅរៀងបែកផ្សែងហើយហេតុតែខ្ញុំស្រឡាញ់ចង់រក្សាទំនៀមទម្លាប់ខ្មែរយើងបាទទោះបីអត់មានបានអីមករៀលក៏នៅតែខំប្រឹងដើរថតឲ្យបងប្អូនទស្សនាដើម្បីរំលឹកអនុស្សាវរីយ៍កាលពីនៅប្រើគោនាងកលបាទមិនថាបងប្អូនមានក្រសិតធ្លាប់ឆ្លងកាត់ពីមុនមកទាំងអស់ទោះបីបងប្អូនក្មួយចៅនេះអត់ដែលប្រើគោនាងកលទេពីមុនមកតាយើងឲ្យយើងប្រើគោនាងកលបាទការថារបាយថ្ងៃនេះមានរំលែកសំឡេងរំខានតិចបងប្អូនបាទហើយ
ខ្ញុំមកបានថតវិញបងប្អូនបាទអញ្ចឹងសូមបញ្ចប់បាទសូមជម្រាបលាបាទជាទីបញ្ចប់សូមបងប្អូនជួយ share ចែកម្លែកម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលាបងប្អូនបាទ